សួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីជីវប្រវត្តិរបស់មនុស្សម្នាក់និងជាអ្នកបង្កើតបដិវត្តន៍និងជាអ្នកបង្កើតសាធារណរដ្ឋនៃប្រជាមានិតចិនម្នាក់នោះគឺម៉ៅសេទុងអញ្ចឹងតិចទៀតយើងនឹងចូលទៅលម្អិតអំពីជីវប្រវត្តិរបស់គាត់ជាមួយនឹងខ្ញុំទាំងអស់គ្នា我们人口多，几万人丢掉就不要紧，一个人也不能丢掉。ម៉ៅសេទុងកើតនៅថ្ងៃទី26ខែធ្នូឆ្នាំ1893នៅក្នុងគ្រួសារកសិករមួយដែលរស់នៅទីជនបទនៃស្រុកសាវសានខេត្តហ៊ូណាននៃប្រទេសចិនឪពុករបស់លោកឈ្មោះម៉ៅយីចាងជាមនុស្សដែលមានវិន័យតឹងរ៉ឹងបំផុតហើយម្ដាយមានឈ្មោះវិនឈៀវម៉ៃនៅអាយុ8ឆ្នាំម៉ៅសេទុងបានចូលរៀននៅសាលាបឋមសិក្សាសាវសានគេត្រូវឪពុកឲ្យរៀនសូត្រតាមពាក្យព្រានប្រដៅរបស់ខុងជឺយ៉ាងខ្ជាប់ខ្ជួនបំផុតបន្ទាប់មកម៉ៅសេទុងក៏បានប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យមួយនៅក្នុងខេត្តហ៊ូណានម៉ៅសេទុងបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំងបន្ទាប់មកម៉ៅសេទុងក៏បន្តទៅរៀននៅសាកលវិទ្យាល័យមួយទៀតនៅក្នុងទីក្រុងប៉េកាំងនៅទីនោះម៉ៅសេទុងរៀនផងនិងធ្វើការជាជំនួយការបណ្ដារក្សនៅក្នុងបណ្ដាល័យផងម៉ៅសេទុងគឺជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅមិនថាមុខវិជ្ជាអ្វីក៏ដោយឲ្យតែមាននៅក្នុងបណ្ដាល័យនោះគឺម៉ៅសេទុងអានមិនរើសមុខវិជ្ជាឡើយនៅទីនោះហើយដែលជាឃ្លាំងនៃចំណេះដឹងនិងជាប្រភពសន្សំបញ្ញារបស់ម៉ៅសេទុងនៅអំឡុងពេលនោះផងដែរក៏មានការនិយាយតគ្នាថាចំណេះដឹងដែលម៉ៅសេទុងបានមកពីបណ្ដាល័យនៃទីក្រុងប៉េកាំងនោះហើយដែលជាឃ្លាំងទ្រព្យដែលធ្វើឲ្យម៉ៅសេទុងធ្វើបដិវត្តន៍ដើម្បីបដូររបបគ្រប់គ្រងនៃប្រទេសចិនទាំងមូលម៉ៅសេទុងគឺជាមនុស្សម្នាក់ដែលស្អប់ខ្ពើមនៃការរើសអើងនិងការបែងចែកវណ្ណៈរវាងវណ្ណៈជាន់ខ្ពស់និងវណ្ណៈកសិករព្រោះលោកយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់កសិករតាំងពីខ្លួនគាត់នៅក្មេងអញ្ចឹងមានន័យថាម៉ៅសេទុងគឺគាត់បានឆ្លងកាត់នៅទុក្ខលំបាកជាច្រើនទម្រាំតែគាត់បានមកដល់ចំណុចនេះកាលនោះលោកទទួលឥទ្ធិពលពីសង្គ្រាមជាបន្តបន្ទាប់ដូចជាបដិវត្តន៍ផ្ដួលរំលំរបបជាតិនិយមនៅឆ្នាំ1914និងចលនាសង្គមនាថ្ងៃទី4ខែឧសភាឆ្នាំ1919ដែលនាំឲ្យលោកសម្រេចចិត្តជ្រើសរើសគំនិតម៉ាក់ស៊ីសនិងលេនីស៊ីសធ្វើជាគំរូអំឡុងពេលដែលលោកធ្វើការនៅសាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំងលោកបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីលទ្ធិកុម្មុយនីសទាំងពីរនេះលោកបានសម្រេចចិត្តចូលរួមជាមួយនឹងបញ្ញវន្តចិនដទៃទៀតដើម្បីបង្កើតគណៈបកកុម្មុយនីសចិនជាលើកដំបូងនៅក្នុងឆ្នាំ1923និងចលនាសង្គមនាថ្ងៃទី4ខែឧសភាឆ្នាំ1919ដែលនាំឲ្យលោកសម្រេចចិត្តជ្រើសរើសគំនិតម៉ាក់ស៊ីសនិងលេនីស៊ីសធ្វើជាគំរូអំឡុងពេលដែលលោកធ្វើការនៅសាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំងលោកបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីលទ្ធិកុម្មុយនីសទាំងពីរនេះលោកបានសម្រេចចិត្តចូលរួមជាមួយនឹងបញ្ញវន្តចិនដទៃទៀតដើម្បីបង្កើតគណៈបកកុម្មុយនីសចិនជាលើកដំបូងនៅក្នុងឆ្នាំ1923និងចូលរួមដឹកនាំចលនាបោះបោរមួយដែលមានឈ្មោះថាចលនាប្រមូលផលសេសរដូវក្នុងឆ្នាំ1927នៅចន្លោះឆ្នាំ1916បន្ទាប់ពីយ័ន្តស៊ីខៃដែលជាមេដឹកនាំចិនបានទទួលមរណភាពរហូតដល់ឆ្នាំ1927ចិនបានធ្លាក់នៅក្នុងភាពចលាចលដោយគ្មានមេដឹកនាំណាដែលមានអំណាចគ្រប់គ្រងប្រទេសទាំងមូលបានធ្វើឲ្យមេកន្ទ្រាញតូចធំនាំគ្នាត្រួតត្រាទឹកដីរបស់ខ្លួនដោយស្ដេចចំណែកឯរាជរដ្ឋាភិបាលដឹកនាំបានតែរាជធានីប៉េកាំងមួយតែប៉ុណ្ណោះនៅសម័យដ៏វឹកវរនេះគេឲ្យឈ្មោះថាសករាជមេកន្ទ្រាញបានអូសបន្លាយមកជាង10ឆ្នាំរហូតដល់ឆ្នាំ1927ទើបចិនមានលំនឹងឡើងមកវិញដែលរឿងរ៉ាវនេះកើតឡើងពីការបង្រួបបង្រួមគ្នារវាងគណៈបកកុម្មុយនីសនិងគណៈបកកូមីនតៅរបស់ចាងហៃជីប៉ុន្តែនៅឆ្នាំ1927រដ្ឋាភិបាលចិនរបស់គណៈបកកូមីនតៅដឹកនាំដោយលោកចាងខៃជីដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យបានបើកប្រតិបត្តិការបោះសម្អាតពួកកុម្មុយនីសចេញពីរដ្ឋាភិបាលដែលហេតុការណ៍នេះធ្វើឲ្យពួកកុម្មុយនីសរាប់ពាន់នាក់ត្រូវបានក្រុមរដ្ឋាភិបាលចាប់ខ្លួននិងសម្លាប់ចោលបើគិតជាសរុបមេដឹកនាំអ្នកគាំទ្រព្រមទាំងសមាជិកអ្នកគាំទ្រគណៈបកកុម្មុយនីសទាំងអស់ប្រមាណជាង30,000 នាក់បានស្លាប់នៅក្នុងជំនួបជាមួយនឹងក្រុមប្រឆាំងចាងខៃជីក្រុមកុម្មុយនីសដែលរួចផុតពីការស្លាប់ក៏បាននាំគ្នារត់ចេញពីទីក្រុងទៅលាក់ខ្លួននិងបង្កើតចលនាតស៊ូនៅតាមទីជនបទមួយក្នុងនោះក៏មានក្រុមរបស់ម៉ៅសេទុងផងដែរ
នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលកូមីនតៅមិនសូវជារីកចម្រើនប៉ុន្មានទេមន្ត្រីនៅក្នុងរបបនេះធ្វើខ្លួនដូចជាកងសីប្រព្រឹត្តអំពើពុករលួយរហូតคล้ายខ្លួនទៅជាអ្នកមានត្រឹមតែមួយប្រពេចភ្នែកដូច្នេះហើយសម្រាប់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចិនសម្រាប់ប្រជាធិបតេយ្យនិយមលែងមានទៀតហើយពីព្រោះមេដឹកនាំរបស់ពួកគេជាច្រើនចំនួនមកហើយតាំងពីបដិវត្តផ្ដួលរំលំរបបរាជានិយមមកម្លេះมันអាចកែប្រែវាសនារបស់ប្រទេសជាតិពួកគេឲ្យដូចនឹងអ្វីដែលពួកគេបានឃោសនានោះទេនៅក្នុងឆ្នាំ1933ចលនាកុម្មុយនីសដែលធ្លាប់ប្រឆាំងត្រូវបានចាងខៃជីសម្លាប់យ៉ាងរង្គាលកាលពីពេលមុននោះបានកើតឡើងមកវិញសារជាថ្មីក្រោមការដឹកនាំរបស់ម៉ៅស៊ីតុងមិនយូរប៉ុន្មានក្រោយមកចិនក៏បានធ្លាក់ចូលនៅក្នុងសង្គ្រាមស៊ីវិលសារជាថ្មីគឺសង្គ្រាមរវាងរដ្ឋាភិបាលកូមីនតៅរបស់ចាងខៃជីនិងចលនាបដិវត្តកុម្មុយនីសដែលដឹកនាំដោយម៉ៅស៊ីតុងចលនាកុម្មុយនីសក្រោមការដឹកនាំរបស់លោកម៉ៅស៊ីតុងបានរៀបចំរចនាសម្ព័ន្ធជាថ្មីតាមបែបបទរបស់ទ្រឹស្ដីម៉ាក់លេឌីមានការវិវត្តខ្លួនបានល្អគួរសមជាទីចាប់អារម្មណ៍ម៉ៅស៊ីតុងគឺជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានរៀបចំយុទ្ធសាស្ត្រដឹកនាំទ័ពតាមអ្នកប្រាជ្ញបុរាណចិនស៊ុនស៊ូនិងចូលចិត្តអានរឿងសាមកុកបានរៀបចំយុទ្ធសាស្ត្រដឹកនាំទ័ពដ៏មានឥទ្ធិពលមួយគឺយុទ្ធសាស្ត្រទ័ពព្រៃយុទ្ធសាស្ត្រទ័ពព្រៃនេះហើយបានបង្កើតពាក្យស្លោកមួយឲ្យកងទ័ពចិនទន្ទិញជាប្រចាំថ្ងៃថាសត្រូវវាលុកយើងត្រូវដកថយសត្រូវសម្រាកយើងត្រូវរំខានសត្រូវហត់យើងត្រូវវាយបកសត្រូវដកថយយើងត្រូវដេញតាមក្រោមទេពកោសល្យដឹកនាំទ័ពដ៏ពូកែនឹងអាចការពារបានពីការវាយប្រហាររបស់ចាងខៃជីដែលមានកងទ័ពច្រើននិងមានសពាវុធទំនើបជាច្រើនធ្វើឲ្យម៉ៅស៊ីតុងមានឈ្មោះល្បីល្បាញនិងក្លាយជាមេដឹកនាំគណៈបកកុម្មុយនីសចិនមានឥទ្ធិពលមួយរូបនៅក្នុងឆ្នាំ1935ក្រៅពីមានចំនួនផ្ទៃក្នុងនៅពេលនោះប្រទេសចិនទទួលការលុកលុយពីប្រទេសជប៉ុនថែមមួយជាន់ទៀតនៅពេលជប៉ុនចូលលុកលុយចិនរដ្ឋាភិបាលចិនពេលនោះមិនសូវជាខ្វល់ខ្វាយអ្វីឡើយដោយពួកគេយល់ថាការកម្ចាត់ក្រុមរបស់ម៉ៅស៊ីតុងមានសារៈសំខាន់ជាងប្រការនេះហើយដែលធ្វើឲ្យប្រជាជនមិនសូវចូលចិត្តការដឹកនាំរបស់រាជរដ្ឋាភិបាលចាងខៃជីហើយក៏បាននិយាយតគ្នាថាចាងខៃជីគឺជាមេដឹកនាំក្បត់ជាតិដែលបានកាត់ទឹកដីឲ្យប្រទេសជប៉ុនខណៈលោកម៉ៅស៊ីតុងយកការប្រឆាំងនឹងជប៉ុនជាអតិភិបធ្វើឲ្យប្រជាជនស្រឡាញ់ជាខ្លាំងនៅឆ្នាំ1939នៅពេលដែលសង្គ្រាមលោកលើកទី2ចាប់ផ្ដើមផ្ទុះឡើងប្រទេសចិនត្រូវបានបែងចែកជា3មួយផ្នែកស្ថិតនៅក្រោមការដឹកនាំរបស់ប្រទេសជប៉ុនចំណែកឯខាងលិចនិងខាងត្បូងស្ថិតនៅក្រោមការដឹកនាំរបស់កងទ័ពជាតិនិយមរបស់កូមីនតៅដែលដឹកនាំដោយលោកចាងខៃជីចំណែកឯពួកកុម្មុយនីសម៉ៅស៊ីតុងគ្រប់គ្រងនៅតំបន់តូចមួយនៅប៉ែកពីយប់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឈ្លានពានរបស់ជប៉ុនរដ្ឋាភិបាលកូមីនតៅរបស់ចាងខៃជីបានចងសម្ព័ន្ធជាមួយនឹងប្រធានក្រុមលោកម៉ៅស៊ីតុងមួយរយៈពេលខ្លីសម្ព័ន្ធភាពនេះគឺធ្វើឡើងដោយសារតែកលៈទេសៈត្រូវបានបង្ខំដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឈ្លានពានរបស់ប្រទេសជប៉ុនតែប៉ុណ្ណោះវាជាសម្ព័ន្ធភាពដែលមានតែឈ្មោះផងដែរដោយនៅក្នុងធាតុពិតជាក់ស្ដែងរដ្ឋាភិបាលជាតិនិយមនិងក្រុមកុម្មុយនីសគឺជាគូសត្រូវស៊ីសាច់ហត់ឈាមគ្នានៅក្នុងឆ្នាំ1947ក្រោយសង្គ្រាមលោកលើកទី2នៅពេលដែលជប៉ុនត្រូវទទួលបរាជ័យហើយដកខ្លួនចេញពីប្រទេសចិនសង្គ្រាមស៊ីវិលបានឆាបឆេះយ៉ាងខ្លាំងនៅក្នុងខែមេសាឆ្នាំ1949កងទ័ពអូទៀមកុម្មុយនីសក្រោមការដឹកនាំរបស់ម៉ៅស៊ីតុងបានវាយចូលកាន់កាប់ក្រុងណានជីងដែលជារដ្ឋធានីរបស់សាធារណរដ្ឋចិនហើយចាងខៃជីនិងរដ្ឋាភិបាលកូមីនតៅក៏រត់ភៀសខ្លួនទៅនៅខ្វាងតុងរួចហើយទៅស៊ីឈွန်បន្ទាប់មកទៀតក៏ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ដោយនាំទៅជាមួយមន្ត្រីកងទ័ពព្រមទាំងសាច់ញាតិប្រមាណជាជិត2លាននាក់ជារដ្ឋធានីបណ្ដោះអាសន្នរបស់សាធារណរដ្ឋចិនហើយបន្តអះអាងថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិនចំណែកឯចិនដីគោកទាំងមូលត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់គណៈបកកុម្មុយនីសចិនហើយនៅថ្ងៃទី1ខែតុលាឆ្នាំ1949ម៉ៅស៊ីតុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនដោយរុះរើរដ្ឋធានីពីណានជីងទៅតាំងនៅប៉េកាំងវិញ
ម៉ៅស៊ីតុងដែលកើតចេញពីត្រកូលកសិករបានដឹកនាំប្រទេសចិនតពីពេលនោះមកនៅក្រោមរបបគណបក្សកុម្មុយនីសរបស់ម៉ៅស៊ីតុងគេបានបែងចែកវណ្ណៈចេញជា3គឺវណ្ណៈកសិករវណ្ណៈមធ្យមនិងវណ្ណៈអភិជនម្ចាស់ដីរដ្ឋាភិបាលប្រទេសចិនតែងតែរៀបចំឲ្យមានកិច្ចប្រជុំជាសាធារណៈដើម្បីបើកឲ្យមានវណ្ណៈកសិករធ្វើការរិះគន់ពួកអភិជនព្រមទាំងដាក់សម្ពាធឲ្យពួកគេសារភាពនៅកំហុសអំពីអតីតកាលឬឲ្យគេបោះបង់ដីធ្លីឬទ្រព្យសម្បត្តិផ្សេងទៀតដើម្បីឲ្យយកទៅដាក់ជាសម្បត្តិរួមនៅត្រង់ចំណុចនេះម៉ៅស៊ីតុងគឺជាមនុស្សម្នាក់ដែលស្អប់ខ្ពើមនៃការបែងចែកវណ្ណៈក៏ប៉ុន្តែនៅពេលដែលគាត់ឡើងកាន់អំណាចគាត់ក៏បានអនុវត្តនូវគោលនយោបាយបែងចែកវណ្ណៈអញ្ចឹងមានន័យថាវាផ្ទុយអំពីគោលនយោបាយដំបូងដែលគាត់បាននិយាយថាគាត់គឺជាមនុស្សម្នាក់ដែលស្អប់ខ្ពើមនៃការបែងចែកវណ្ណៈក៏ប៉ុន្តែនៅពេលដែលគាត់បានឡើងកាន់អំណាចគាត់ចាប់ផ្ដើមអនុវត្តនូវគោលនយោបាយបែងចែកវណ្ណៈហ្នឹងដូចអ្នកកាន់អំណាចពីមុនមកដែរនៅឆ្នាំ1949ដល់ឆ្នាំ1957ដីធ្លីកសិកម្មទាំងអស់នៅក្នុងប្រទេសចិនត្រូវបានរដ្ឋាភិបាលកុម្មុយនីសរៀបចំដាក់ជាសម្បត្តិរួមឬដាក់ឲ្យស្ថិតនៅក្រោមការដឹកនាំរបស់អង្គភាពដែលគេឲ្យឈ្មោះថាក្រមសាមគ្គីបង្កើតផលហើយក្រមសាមគ្គីត្រូវកាត់ផលដែលគាត់ទទួលបាននឹងឲ្យទៅរដ្ឋចាប់ពី5ទៅ10%សកម្មភាពសេដ្ឋកិច្ចនៅតាមទីក្រុងវិញក៏ត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនីសចិនផងដែរដោយគ្រប់សហគ្រាសឯកជនទាំងអស់ត្រូវបានរដ្ឋាភិបាលកុម្មុយនីសយកមកដាក់ជាកម្មសិទ្ធិរបស់រដ្ឋហើយរាល់សកម្មភាពរកស៊ីលក្ខណៈឯកជនទាំងអស់ត្រូវដាក់ឲ្យស្ថិតនៅក្រោមច្បាប់អ្នកជំនួញណាដែលសុខចិត្តសហការជាមួយសមាគមនេះត្រូវបានរក្សាឲ្យនៅកាន់តំណែងនៅក្នុងក្រុមហ៊ុននេះតែនៅក្នុងឋានៈជាបុគ្គលិករដ្ឋចំណែកឯអ្នកជំនួញដែលមិនព្រមសហការជាមួយនឹងគណបក្សកុម្មុយនីសត្រូវប្រឈមមុខនឹងការដាក់ទោសហើយអ្នកខ្លះក៏ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងចោលទ្រព្យសម្បត្តិដោយរត់ភៀសខ្លួនចេញទៅតៃវ៉ាន់ឬហុងកុងជាដើមក្រោយពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ1949គណបក្សកុម្មុយនីសចិនក្រោមការដឹកនាំរបស់ម៉ៅស៊ីតុងក៏បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចផែនការតាមបែបកុម្មុយនីសដោយបានរៀបរាប់អំបញ្ញមិញដែលយកគំរូតាមសហភាពសូវៀតក្រោយពីបានអនុវត្តគោលនយោបាយសេដ្ឋកិច្ចនេះអស់រយៈពេល10ឆ្នាំសេដ្ឋកិច្ចរបស់ចិនមិនបានរីកចម្រើនដោយការរំពឹងទុកនោះទេហើយចិននៅតែជាប្រទេសក្រីក្រក្រោយពីការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនេះអស់រយៈពេលជិត10ឆ្នាំសេដ្ឋកិច្ចរបស់ចិនមិនមានការរីកចម្រើនដោយការរំពឹងទុកនោះទេហើយចិននៅតែជាប្រទេសកសិកម្មក្រីក្រដែលដើរយ៉ាងដាច់ឆ្ងាយពីប្រទេសមហាអំណាចឧស្សាហកម្មលោកខាងលិចនៅឆ្នាំ1958ក៏បានប្រកាសដាក់ចេញនៅកំណែទម្រង់ថ្មីមួយទៀតដែលគេហៅថាមហាលុតផ្លោះក្នុងគោលដៅកែប្រែប្រទេសចិនពីប្រទេសកសិកម្មឲ្យទៅជាប្រទេសឧស្សាហកម្មទំនើបជាមួយនឹងពាក្យស្លោកថា15ឆ្នាំទៀតចិននឹងដើរទាន់អាមេរិកនិងអង់គ្លេសរបបសមូហភាពត្រូវបានអនុវត្តយ៉ាងពេញទំហឹងនៅទូទាំងប្រទេសទាំងនៅទីក្រុងនិងនៅតាមទីជនបទកម្មសិទ្ធិឯកជនទាំងអស់ត្រូវបានលុបចោលរាប់ចាប់តាំងពីទ្រព្យសម្បត្តិដីធ្លីរហូតដល់សត្វពាហនៈនិងផលដំណាំដែលដាំបានសុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋប្រជាជនគ្រប់រូបក្មេងចាស់ប្រុសស្រីត្រូវបានកេណ្ឌឲ្យទៅធ្វើការនៅតាមស្រែចម្ការកាយប្រឡាយលើកទំនប់និងជាពិសេសធ្វើការនៅតាមរោងចក្រផលិតឧបករណ៍ប្រើប្រាស់ដោយខ្លួនឯងដើម្បីជាសេវាកម្មនាំចូលពីបរទេសគោលនយោបាយបែបនេះក៏បានអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងផងដែរដែលដឹកនាំនៅក្នុងរបបខ្មែរក្រហមចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979ប៉ុន្តែទីបំផុតគោលនយោបាយមហាលុតផ្លោះរបស់ម៉ៅស៊ីតុងមិនត្រឹមតែមិនបានប្រែក្លាយចិនឲ្យទៅជាប្រទេសឧស្សាហកម្មនោះទេតែថែមទាំងបំផ្លិចបំផ្លាញវិស័យកសិកម្មដែលមានស្រាប់ហើយបង្កើតឲ្យមានគ្រោះអត់ឃ្លានយ៉ាងធំបំផុតដែលគេមិនធ្លាប់ជួបប្រទះនៅក្នុងប្រវត្តិសាស្ត្រគេបានប៉ាន់ស្មានថាគ្រាន់តែក្នុងរយៈពេល3ឆ្នាំពីឆ្នាំ1959ដល់ឆ្នាំ1961
គោលនយោបាយនេះបានដាក់ចេញទៅគឺធ្វើឲ្យប្រជាជនប្រមាណ30លាននាក់ត្រូវបានស្លាប់ដោយសារតែការអត់ឃ្លាននយោបាយមហាលុតផ្លោះត្រូវបានគេចាត់ទុកថាជាសោកនាដកម្មនិងជាបរាជ័យដ៏ធំមួយនៃការដឹកនាំរបស់ម៉ៅស៊ីតុងហើយមន្ត្រីជាច្រើនដែលស្ថិតនៅក្នុងការដឹកនាំរបស់គណៈបកកុម្មុយនីសក៏បានបាត់បង់ជំនឿចិត្តទៅលើការដឹកនាំរបស់ម៉ៅស៊ីតុងផងដែរនៅខែមេសាឆ្នាំ1959ម៉ៅស៊ីតុងសុកចិត្តលាឈប់ពីតំណែងជាប្រធានាធិបតីក៏ប៉ុន្តែលោកបានប្រគល់កិច្ចការគ្រប់គ្រងរដ្ឋប្រចាំថ្ងៃទៅឲ្យប្រធានាធិបតីថ្មីគឺលោកឡាវសាវជីនិងលេខាគណៈអចិន្ត្រៃយ៍បកគឺលោកតេងស៊ូភីងក៏ប៉ុន្តែម៉ៅស៊ីតុងបានបាត់បង់ប្រជាប្រិយភាពរហូតដល់លោកគិតថាលោកត្រូវតែដណ្ដើមអំណាចនឹងយកត្រឡប់មកវិញទីបំផុតក្នុងឆ្នាំ1966ម៉ៅស៊ីតុងបានទទួលអំណាចត្រឡប់មកវិញការឡើងកាន់អំណាចសារជាថ្មីនេះម៉ៅស៊ីតុងក៏បានប្រកាសធ្វើបដិវត្តថ្មីមួយទៀតគឺបដិវត្តវប្បធម៌ក្នុងគោលដៅលុបបំបាត់វប្បធម៌ចាស់គំរិលព្រមទាំងគំនិតសក្តិភូមិនិយមប្រទេសដែលលោកអះអាងថាចាក់ឫសយ៉ាងជ្រៅទៅតាមសាលារៀននៅក្នុងសង្គមដូចជានៅក្នុងជួរថ្នាក់ដឹកនាំបកកុម្មុយនីសជាដើមចាប់តាំងពីឆ្នាំ1966សាលារៀននៅទូទាំងប្រទេសចិនគឺត្រូវបានបិទទ្វារហើយយុទ្ធនាការបោសសម្អាតផ្ទៃក្នុងបានចាប់ផ្ដើមឡើងទូទាំងប្រទេសក្រុមយុវជនដែលគេឲ្យឈ្មោះថាឆ្មាំក្រហមត្រូវបានគេផ្ដល់ឲ្យធ្វើការឆាយឆេរនៅតាមផ្ទះសម្បែងប្រជាជនដើម្បីស្វែងរកអ្នកដែលគេគិតថាមានគំនិតចាស់គំរិលគំនិតសក្តិភូមិគំនិតរណបបរទេសឬអ្នកដែលមានគំនិតប្រឆាំងនឹងម៉ៅស៊ីតុងក៏ប៉ុន្តែមិនយូរប៉ុន្មានការផ្ដល់សិទ្ធិអំណាចហួសហេតុដល់ក្រុមយុវជននេះបានបង្កជាបញ្ហាធ្ងន់ធ្ងរដល់ម៉ៅស៊ីតុងដោយឆ្មាំក្រហមមានការបែងចែកជាបកជាក្រុមហើយធ្វើការប្រជែងគ្នាទៅវិញទៅមកបង្កើតទៅជាអាណាធិបតេយ្យគ្រប់គ្រងលែងបាននៅពាក់កណ្ដាលឆ្នាំ1968ដោយសារតែការមើលឃើញនៅភាពចលាចលរបស់ឆ្មាំក្រហមដែលបានកើតឡើងកាន់តែធ្ងន់ធ្ងរស្ទើរតែរាលដាលទៅដល់សង្គ្រាមស៊ីវិលម៉ៅស៊ីតុងក៏បានបញ្ជាឲ្យកងទ័ពចេញបង្ក្រាបឆ្មាំក្រហមនៅពេលនោះគឺក្រុមយុវជនឆ្មាំក្រហមខ្លួនឯងវិញម្ដងដែលត្រូវបានគេបញ្ជាឲ្យទៅរស់នៅធ្វើការនៅតាមទីជនបទដើម្បីធ្វើការលុតដំកែប្រែខ្លួនការបង្ក្រាបនិងការបោសសម្អាតផ្ទៃក្នុងគ្នាឯងនេះគឺវាមិនបានកើតឡើងត្រឹមតែទៅលើក្រុមឆ្មាក្រហមនោះទេក៏ប៉ុន្តែវាបានកើតឡើងនិងរីករាលដាលទៅដល់ជួរថ្នាក់ដឹកនាំគណៈបកកុម្មុយនីសខ្លួនឯងផ្ទាល់ចាប់ពីឆ្នាំ1970ជួរថ្នាក់ដឹកនាំកំពូលនៃគណៈបកកុម្មុយនីសចិនត្រូវបានបែងចែកជាពីររវាងម្ខាងក្រុមអ្នកស្និទ្ធនឹងម៉ៅស៊ីតុងនិងម្ខាងទៀតជាក្រុមអ្នកស្និទ្ធនឹងលីពីវដែលជារដ្ឋមន្ត្រីការពារជាតិនិងជាអតីតដែលអ្នកស្និទ្ធជាមួយនឹងម៉ៅស៊ីតុងផ្ទាល់នៅឆ្នាំ1971ក្រោយពីការរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការរៀបចំធ្វើរដ្ឋប្រហារទម្លាក់ម៉ៅស៊ីតុងលីពីវព្រមទាំងក្រុមគ្រួសារក៏បានរត់គេចខ្លួនតាមយន្តហោះសម្ដៅទៅសុំសិទ្ធិជ្រកកោននៅសហភាពសូវៀតក៏ប៉ុន្តែយន្តហោះរបស់លោកត្រូវបានធ្លាក់នៅក្នុងប្រទេសម៉ុងហ្គោលស្លាប់មនុស្សទាំងអស់ដែលនៅលើនោះបើយើងគិតត្រឹមឆ្នាំ1971ម៉ៅស៊ីតុងគឺបានកម្ចាត់ក្រុមដែលប្រឆាំងជាមួយនឹងលោកស្ទើរតែទាំងអស់នៅក្នុងជួរថ្នាក់ដឹកនាំគណៈបកកុម្មុយនីសចិនតេងស៊ូភីងត្រូវបានគេដកតំណែងនិងបញ្ជូនឲ្យទៅធ្វើស្រែដើម្បីលុតដំខ្លួនចំណែកឯមេដឹកនាំកងទ័ពដែលមានអំណាចគឺលីពីវក៏ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះពេលរត់គេចខ្លួនក្រោយពេលរងការចោទប្រកាន់ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ម៉ៅស៊ីតុងការប្រជែងដណ្ដើមអំណាចគ្នាក្នុងរយៈពេលប្រមាណឆ្នាំកន្លងទៅនោះបានធ្វើឲ្យសេដ្ឋកិច្ចចិនបានធ្លាក់ក្នុងសភាពយ៉ាងសែនដុនដាបជាខ្លាំងតាមពិតទៅក្នុងអំឡុងពេលប្រមាណឆ្នាំកន្លងផុតទៅនេះម៉ៅស៊ីតុងក៏បានគិតគូរយ៉ាងខ្លាំងអំពីរឿងនយោបាយជាពិសេសនឹងការបោសសម្អាតផ្ទៃក្នុងនៅក្នុងគណៈបកកុម្មុយនីសនេះផងដែរក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះក៏បន្តចិញ្ចឹមចិត្តអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើនធំឡើងនៅក្រៅពីបានការកម្ចាត់គូប្រជែងនិងពង្រឹងអំណាចឲ្យបានរឹងមាំនៅក្នុងដៃហើយក៏បានចាប់ផ្ដើមងាកមកគិតគូរស្ដារសេដ្ឋកិច្ចឡើងមកវិញតែនៅពេលនោះ
ក៏ត្រូវមកប្រឈមមុខនឹងបញ្ហាដ៏ធំមួយទៀតគឺការខ្វះខាតធនធានមនុស្សដោយសារតែបដិវត្តន៍វប្បធម៌បានធ្វើឲ្យមន្ត្រីដែលមានសមត្ថភាពល្អៗមួយចំនួនធំត្រូវបានគេកម្ចាត់ចោលដោយខ្លះត្រូវស្លាប់ហើយខ្លះទៀតត្រូវបានដកតំណែងឯខ្លះទៀតត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅតាមជំរំលុតដំខ្លួនដើម្បីចាត់ចែងបញ្ហាសេដ្ឋកិច្ចម៉ៅស៊ីតុងរំពឹងទៅលើមនុស្សចុងក្រោយគឺជូអេនឡាយដែលពេលនោះមានតំណែងជានាយករដ្ឋមន្ត្រីប៉ុន្តែជូអេនឡាយដឹងច្បាស់ថាដើម្បីអាចស្ដារសេដ្ឋកិច្ចឲ្យងើបចេញវិញបានគឺចាំបាច់ត្រូវហៅមន្ត្រីដែលមានសមត្ថភាពឲ្យចូលមកធ្វើការវិញហើយដូចនេះហើយបានជានៅខែមីនាឆ្នាំ1972ជូអេនឡាយបានបញ្ជូនឈ្មោះមន្ត្រីជាន់ខ្ពស់ជាង400នាក់ទៅសុំការឯកភាពពីម៉ៅស៊ីតុងដើម្បីឲ្យពួកគេវិលត្រឡប់មកបម្រើការងារវិញសំណើរបស់ជូអេនឡាយត្រូវបានទទួលការឯកភាពភ្លាមៗពីសំណាក់ម៉ៅស៊ីតុងនៅពេលនោះក៏មានអិសរាជជនម្នាក់ដែលមានសមត្ថភាពដែលជូអេនឡាយចង់ណែនាំឲ្យវិលត្រឡប់មកធ្វើការវិញក៏ប៉ុន្តែម៉ៅស៊ីតុងគឺគាត់មិនទាន់មានទំនុកចិត្តទៅលើបុគ្គលម្នាក់នោះគឺតេងស៊ូភីងរហូតទាស់តែប្រមាណជិត1ឆ្នាំក្រោយមកគឺនៅខែកុម្ភៈឆ្នាំ1979ម៉ៅស៊ីតុងអនុញ្ញាតឲ្យតេងស៊ូភីងបញ្ចប់កិច្ចការលុតដំខ្លួននៅស្រុកស្រែនិងវិលត្រឡប់មកទីក្រុងប៉េកាំងវិញប៉ុន្តែដល់ពេលនោះតេងស៊ូភីងក៏មិនទាន់ត្រូវបានតែងតាំងឲ្យកាន់តំណែងណាមួយនោះដែរក៏ប៉ុន្តែដោយសារតែមានការអន្តរាគមន៍ពីជូអេនឡាយម៉ៅស៊ីតុងចាប់ផ្ដើមទុកចិត្តនិងប្រគល់កិច្ចការងារឲ្យតេងស៊ូភីងធ្វើឡើងវិញបន្តិចម្ដងហើយនៅក្នុងឆ្នាំ1974ក្រោយពីជូអេនឡាយធ្លាក់ខ្លួនឈឺជំងឺមហារីកតេងស៊ូភីងត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកចាត់ចែងកិច្ចការងាររដ្ឋជំនួសឲ្យជូអេនឡាយនៅខែមករាឆ្នាំ1979ជូអេនឡាយដែលជាខ្នងបង្អែកដ៏ធំរបស់តេងស៊ូភីងបានទទួលមរណភាពដោយជំងឺមហារីកនៅខែមេសា3ខែក្រោយមរណភាពជូអេនឡាយនឹងត្រូវចំរដូវបុណ្យឆេងម៉េងអ្នកគាំទ្រជូអេនឡាយមួយក្រុមបានជួបជុំគ្នានៅទីលានធានាណូដើម្បីរំលឹកវិញ្ញាណក្ខន្ធជូនជូអេនឡាយផងដែរនិងឆ្លៀតបរិហាររិះគន់អាជ្ញាធរថាមិនបានរៀបចំបុណ្យសពលោកឲ្យសមជារដ្ឋបរិះដ៏ឆ្នើមដែលគេគោរពស្រឡាញ់ក្នុងពេលជាមួយគ្នានោះពួកគេក៏បាននាំគ្នាស្រែកគាំទ្រការដឹកនាំរបស់តេងស៊ូភីងផងដែរសំឡេងស្រែកគាំទ្ររបស់តេងស៊ូភីងបានធ្វើឲ្យម៉ៅស៊ីតុងមិនសប្បាយចិត្តនោះទេនៅថ្ងៃទី27ខែមេសាឆ្នាំ1975ពីរថ្ងៃក្រោយបាតុកម្មនៅទីលានធានាណូគណៈអចិន្ត្រៃយ៍បកបានបើកកិច្ចប្រជុំបន្ទាន់មួយតាមបញ្ជារបស់លោកម៉ៅស៊ីតុងបន្ទាប់ពីប្រជុំគណៈអចិន្ត្រៃយ៍រួចតេងស៊ូភីងត្រូវបានគេដកចេញពីតំណែងទាំងអស់ភ្លាមចំណែកឯតំណែងនាយករដ្ឋមន្ត្រីរបស់ជូអេនឡាយត្រូវបានគេប្រគល់ឲ្យទៅអ្នកផ្សេងគឺហួវគួហ្វឹងលើសពីនេះទៅទៀតម៉ៅស៊ីតុងបានតែងតាំងហួវគួហ្វឹងជាអនុប្រធានទី1នៃគណៈបកកុម្មុយនីសពលគឺជាអ្នកត្រូវស្នងតំណែងជាមេដឹកនាំបកដោយបិទផ្លូវមិនឲ្យតេងស៊ូភីងវិលត្រឡប់មកកាន់អំណាចវិញបានឡើយបន្ទាប់ពីដកតំណែងរបស់តេងស៊ូភីងចេញអស់ម៉ៅស៊ីតុងខ្លួនឯងក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺនិងទទួលមរណភាពនៅថ្ងៃទី9ខែកញ្ញានៅក្នុងឆ្នាំ1976នៅក្នុងវ័យ82ឆ្នាំក្រោយពេលដែលលោកស្លាប់ទៅកេរ្តិ៍ឈ្មោះរបស់លោកបានល្បីល្បាញទូទាំងពិភពលោកហើយលោកត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងសតវត្សទី20ទៀតផងសម្រាប់ក្រុមអ្នកដែលគាំទ្ររូបលោកគេក៏បានចាត់ទុកលោកគឺជាបុគ្គលតែម្នាក់ដែលបានជួយស្រោចស្រង់ប្រទេសចិនឲ្យក្លាយជាប្រទេសមហាអំណាចនៅលើពិភពលោកនិងជួយលើកកម្ពស់ស្ត្រីនិងបង្កើតឲ្យមានសុខុមាលភាពល្អអាចនាំឲ្យប្រជាពលរដ្ឋចិនរស់នៅបានយូរអង្វែងនេះគឺជាហេតុដែលនាំឲ្យប្រជាជនចិនកើនឡើងពី500លាននាក់រហូតដល់900លាននាក់នៅក្រោមការដឹកនាំរបស់លោកនៅក្នុងអំឡុងពេលនោះបើតាមទស្សនៈមួយទៀតយល់ថារបបដឹកនាំរបស់ម៉ៅស៊ីតុងត្រូវបានពលរដ្ឋចិនមួយចំនួនចាត់ទុកថាជារបបផ្ដាច់ការនិងថ្កោលទោសសង្គ្រាមយ៉ាងឃោរឃៅចំពោះសកម្មជនបដិវត្តន៍ព្រមទាំងមានការបំផ្លិចបំផ្លាញវត្ថុបុរាណនិងសក្ការៈសាសនាជាដើម
លើសពីនេះទៅទៀតម៉ៅស៊ីតុងគេបានចាត់ទុកថាជាមនុស្សតែម្នាក់គត់ដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋចិនចន្លោះពី30លានទៅ72លាននាក់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់អញ្ចឹងសម្រាប់វីដេអូដែលនិយាយអំពីជីវប្រវត្តិរបស់ម៉ៅស៊ីតុងគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះអញ្ចឹងយើងនឹងជួបគ្នាជាបន្តទៀតជាមួយនឹងវីដេអូនិយាយអំពីជីវប្រវត្តិរបស់បុគ្គលល្បីៗជាបន្តទៀតបាទអរគុណ